ជំរុំចិត្តអធិដ្ឋានជាមួយគ្នា 같이 기도하겠습니다. អរគុណព្រះជាម្ចាស់ដ៏ជាព្រះបិតានៃយើង 우리 아버지 하나님께 감사드립니다. អរគុណទ្រង់ដែលបានប្រទានព្រះគុណដើម្បីឲ្យយើងបានស្ដារឡើងវិញនៅការថ្វាយបង្គំដល់ព្រះទ្រង់ 참된 예배를 회복할 수 있도록 은혜를 주심께 감사드립니다. ពេលនេះយើងអធិដ្ឋានទៅកាន់ព្រះអង្គ 이 시간 하나님께 기도드립니다. នៅពេលនៃការអធិដ្ឋានសូមឲ្យយើងអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅខាងព្រលឹងវិញ្ញាណជាមួយនឹងព្រះអង្គចា៎ 기도하는 시간에 하나님과 영적으로 더욱 친밀하고 깊은 교제를 누리게 하옵소서. សូមព្រះទ្រង់អាចមានព្រះបន្ទូលមកកាន់យើងនិងដឹកនាំនៅក្នុងការអធិដ្ឋានជុំគ្នាយប់នេះ 성삼위 하나님께서 오늘 밤 함께 기도하는 가운데 우리에게 말씀하여 주옵소서. សូមអធិដ្ឋាននៅក្នុងព្រះនាមព្រះអង្គព្រះយេស៊ូវដែលជាព្រះគ្រីស្ទ 그리스도이신 예수의 이름으로 기도드립니다. អាមែនហើយនេះចំណងជើងព្រះបន្ទូលរបស់យើងតាមរយៈលោហិតរបស់ព្រះគ្រីស្ទតែមួយគត់ 오늘 제목은 오직 그리스도의 피로.យើងមកនៅក្នុងព្រះគម្ពីរហេព្រើរ 헤브르서 9장 9ខ22 9장 22절입니다. ស្វែងរកខគម្ពីរហេព្រើរចំពោះ9ខ22ជាមួយគ្នាហើយយើងអានជាមួយគ្នា 같이 찾도록하겠습니다. 찾으면 한 목소리로 읽겠습니다. ហេព្រើរចំពោះ9ខ22ហើយតាមហេព្រើរចំពោះ9ខ22ហើយតាមក្រឹតវិន័យសឹងតែគ្រប់របស់ទាំងអស់បានស្អាតដោយសារឈាមបើគ្មានខ្ចាយឈាមទេនោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយអាមែនមែនអញ្ចឹងថ្ងៃនេះយើងនិយាយ3ចំណុចជាមួយគ្នាចាអញ្ចឹងអំពើបាប 첫 번째 죄. ចឹងអំពើបាបដែលព្រះគម្ពីរកំពុងនិយាយមិនមែនជាបាបដោយដែលមនុស្សលោកីឬក៏សាសនាកំពុងនិយាយឡើយ 성경에서 말하는 죄는 세상 사람들이나 종교에서 말하는 죄와는 다릅니다. អញ្ចឹងតើជាបាបអ្វីទៅបានជាទាល់តែព្រះជាម្ចាស់ព្រះអង្គបានយាងមកព្រះអង្គសគត់កម្ចាយឈាមទៅអាចដោះស្រាយបាន 어떤 죄이기에 하나님께서 직접 이 땅에 오셔서 죽으시고 피를 흘리셔야만 해결될 수 있었을까요? លោកុបាទចំពោះ2ខ17 창세기 2장 17절입니다. ព្រះជាម្ចាស់ជាព្រះវិញ្ញាណ 하나님은 영이십니다. យើងមិនអាចមើលឃើញព្រះជាម្ចាស់ដែលជាព្រះវិញ្ញាណដែលយើងអាចមើលឃើញក្នុងផ្នែកហ្នឹងដោយផ្នែកខាងសាច់ឈាមយើងបាន 우리는 신의 눈으로 하나님을 볼 수 없습니다. អញ្ចឹងមនុស្សដែលមានវិញ្ញាណនៅក្នុងរូបកាយអាចមានទំនាក់ទំនងជាមួយព្រះដែលជាព្រះវិញ្ញាណមកអត់ឃើញនឹងភ្នែកហើយយើងអាចរស់នៅជាប់ជាមួយព្រះជាម្ចាស់បានគឺមានតែតាមរយៈព្រះបន្ទូលរបស់ព្រះប៉ុណ្ណោះ 영을 가진 사람은 보이지 않는 영이신 하나님과 말씀을 통해 교제하며 그분과 함께 살아갈 수 있습니다. អញ្ចឹងព្រះជាម្ចាស់ព្រះអង្គបានមានព្រះបន្ទូលនៅក្នុងព្រះគម្ពីរលោកុបាទចំពោះ2ខ17ថាបើសិនជាបរិភោគផលផ្លែនៃដំណឹងខុសត្រូវនឹងត្រូវតែស្លាប់ជាខាន 하나님께서는
Chang Seki y chang sip chiu cho lý so Sarami Sam nạc cơ al ke hanen namu we yol meru một cư nhón fantasy chuk cư cosi rako vai sum hasasum នោះគឺជាការសន្យារបស់ព្រះជាម្ចាស់ជាមួយនឹងមនុស្ស Ikosun hanenim ke so inkane ke chusin yak suk e mai sum yasum លោកកបាត់ចំពោះ3ខ4និងខ5 Chang Seki Sam Chang Sa Chol Bực Thó Ô Chol Em gì đó មនុស្សដែលព្រះបានបង្កើតមកតាមរយៈព្រះបន្ទូលហើយត្រូវរស់នៅស្ដាប់តាមនិងជឿលើព្រះបន្ទូលបែរជាមិនស្ដាប់ព្រះបន្ទូលរបស់ព្រះអត់ជឿលើព្រះបន្ទូលរបស់ព្រះឡើយ Hanenim me mai sum ro Chang Joten Inkanen Hanenim me mai sum Mơ Thực cô Mê tùm nhón Sara Kaya Hay sum đà Krona Inkanen Hanenim me mai sum Mơ Thực cô Michi Anasumida ចឹងមនុស្សបានធ្វើបាបដោយមិនជឿព្រះបន្ទូលព្រះទេតែបែរជាជឿលើពាក្យកុហករបស់អរិយសាធានវិញ Inkanen Hanenim me mai sum Michi Anen che Rư Hom che Hom Heko Sathane Khochimaru Mitasumida ចឹងអំពើបាបបានចូលមកកាន់មនុស្ស Tại sao thuê cá Inkaneke Thurowasumida លោកកបាត់ចំពោះ3ខ20 Chang Seki Sam Chang Isichor ចឹងក្នុងនោះអាដាមបានឲ្យឈ្មោះប្រពន្ធគាត់ថាអេវ៉ាពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់ Adam Kwa Hawa Wa Ihue Theo Nan Một từ nền can nên ខ7 Adami Kue Ane Irumu Hawa Hawara Hu Ruso Suni Kunen Mutun Mutun Sanchai Monica Them Mi Tora ជំរុញដំណើរក្រោយបន្ទាប់ពីអាដាមអេវ៉ាបានខ្លាយទៅជាមនុស្សបាបដែលកើតមកគេថាជាប់មានអំពើបាបដើមតាំងពីដើមកំណើតមកទាំងអស់គ្នាតែម្ដង Adam Kwa Hawa Ihue Theo Nan Mutun Inkanen Theo Nan Tebutho One True Kachiko Theo Nan Chuncheka Theo Sumida ជាដោយសារតែអំពើបាបដែលអត់ស្ដាប់ព្រះបន្ទូលព្រះនឹងហើយធ្វើឲ្យវិញ្ញាណរបស់មនុស្សបានស្លាប់ Masume Hananime Masume Pul Sunjung Han Che Ro In He Inkane Yongi Chuki Theo Sumida ហើយរូបកាយរបស់មនុស្សក៏ស្លាប់តាមព្រលឹងវិញ្ញាណដែរ Kriko Yuksinto Chalkup Chuki Theo Sumida ចឹងរូបកាយដែលបានស្លាប់ហើយលែងត្រូវការការហូបចុកសម្លៀកបំពាក់ឬក៏របស់អ្វីផ្សេងទៀតវាថាអត់មានត្រូវការអីផ្សេងទៀតហើយ Chukun Yuksinnen Tho Isang Sik Ina Ut Ina Thadun Aton Koto Piro Ro Hachi An Sumida អញ្ចឹងចោះដែលព្រលឹងវិញ្ញាណរបស់យើងដែលបានស្លាប់ទៅហើយហ្នឹងតើត្រូវការអ្វី Kothamyam Chukun Uri Yongun Mua Si Piro Hakayo គឺត្រូវការជីវិត Senyongi Piro Hamida នោះគឺជាជីវិតថ្មីដែលឲ្យយើងអាចមានទំនាក់ទំនងហើយនៅជាប់ជាមួយនឹងព្រះជាម្ចាស់វិញ Hananim Kwa Thasi Kyoche Hako Hananim Kwa Hamke Sarakaisu Nun Se Senyongi Piro Hamida អញ្ចឹងតើអ្វីទៅដែលអាចជួយឲ្យយើងដែលបានស្លាប់ទៅនេះអាចរស់ឡើងវិញបាន Kothamyam Chukun Uri Yongu Thasi Salil Su Inen Got Sun Mua Sil Mua Sil Kayo ហើយអ្នកណាទៅដែលអាចជួយសង្គ្រោះយើងឲ្យរស់បានផ្ដល់ជីវិតឲ្យយើងបានហ្នឹង Nuka Uri Eke Senyongu Chul Su Isu Kayo ព្រះជាម្ចាស់ព្រះអង្គជាអ្នកដែលបង្កើតអ្វីៗទាំងអស់
하나님 문 모든 것을 창조하신 창조주 있습니다. ទ្រង់បានបង្កើតរបស់សពសារពើទាំងអស់ព្រមទាំងបានបង្កើតមនុស្សមកដែរតាមរយៈព្រះបន្ទូលព្រះអង្គ 모든 피조물과 인간도 하나님의 말씀으로 창조되었습니다. ទាំងអំណាចនៃការបង្កើតទាំងជីវិតគឺមាននៅតែព្រះមួយអង្គពុត 창조의 능력과 생명은 오직 하나님께만 있습니다. តែបន្ទាប់ពីមនុស្សបានស្លាប់ខាងវិញ្ញាណដាច់ចេញពីព្រះហើយចុះភ្នែកខាងសាច់ឈាមនោះបានបើកព្រលឹងតែភ្នែកខាងវិញ្ញាណនោះបានងងឹតទៅដោយសារព្រលឹងវិញ្ញាណបានស្លាប់ទៅហើយ 인간이 영적으로 죽어 하나님과 분리된 후 육신의 눈은 열었지만 영적인 눈은 어두워졌습니다. 그 영이 죽었기 때문입니다. ចឹងការសម្លឹងមកកាន់ខ្លួនឯងឃើញនៅអាក្រាតកាយហ្នឹងវាមានភាពអាខ្មាក់ថាភាពអាម៉ាស់ហើយវិនិច្ឆ័យកាត់ទោសមកកាន់ខ្លួនឯង 자신의 벌거벗은 모습을 바라보게 된 인간은 수지와 죄책감을 느끼고 스스로를 정죄하기 시작했습니다. ដូច្នេះហើយពួកគេចាប់ផ្ដើមប្រើវិធីសាស្ត្រតែពួកគេអាចធ្វើបានណាដើម្បីដោះស្រាយនៅភាពខ្មាស់អៀនរបស់ពួកគេ 그래서 자신이 할 수 있는 방법을 사용하여 그 수지를 해결하려고 했습니다. ចឹងពួកគេបានយកស្លឹកល្វាមកក្រងខ្លះធ្វើជាសម្លៀកបំពាក់សម្រាប់បិទបាំងរាងកាយ 그들은 무화과나무 잎을 엮어 옷을 만들어 몸을 가렸습니다. ចឹងវិធីសាស្ត្ររបស់មនុស្សមិនអាចដោះស្រាយបញ្ហារបស់មនុស្សបានទេ 그러나 인간의 방법으로는 인간의 문제를 해결할 수 없습니다. ចឹងស្លឹកឈើនៅពេលដែលវាដាច់ចេញពីដើមឈើទៅគឺវាលែងមានជីវិតទៀតហើយ 나뭇잎은 나무에서 떨어지는 순간 생명을 잃고 결국 말라버립니다. ចឹងប្រកាសជាវានឹងក្រៀមស្បាត់ទៅហើយសម្លៀកបំពាក់ដែលធ្វើពីស្លឹកឈើក៏មិនអាចដោះស្រាយបញ្ហារបស់ពួកគេបានឡើយវាគ្រាន់តែប្រើបានតែមកក្រៀមប៉ុណ្ណោះ 무화과나무 잎으로 만든 옷은 문제를 그 근본적으로 해결할 수 없고 잠시 동안만 갈릴 뿐입니다. ចឹងតើព្រះជាម្ចាស់ប្រមាសន្យាអំពីអ្វី 그렇다면 하나님께서는 무엇을 약속하셨습니까? ទីពីរសេចក្តីសញ្ញានៃឈា 두 ម 번째 피의 언약. ចឹងនៅក្នុងចំណុច1លោកកបាត់ចំពោះ3ខ21 첫 번째 창세기 3장 21절. នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែកឲ្យអាដាមនិងប្រពន្ធគាត់បានពាក់បាត់បាំងរាងកាយអញ្ចឹងវិធីសាស្ត្ររបស់មនុស្សអត់អាចទៅរួចជាដាច់ខាតគឺមានតែតាមរយៈវិធីសាស្ត្ររបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាបាន 여호와와 하나님이 아담과 그의 아내를 위하여 가죽 옷을 지어 입히시니라. 인간의 방법으로는 결코 해결할 수 없습니다. 오직 하나님의 방법으로만 해결할 수 있습니다. អញ្ចឹងបន្ទាប់ពីមនុស្សបានដាច់ចេញហើយធ្លាក់ក្នុងអំពើបាបហ្នឹងព្រះជាម្ចាស់បានធ្វើខោអាវថាសម្លៀកបំពាក់ហ្នឹងពីស្បែកសត្វដែលបានយកមកពីការបង្ហូរឈាម
ពីសាប់ហ្នឹងណាហើយក៏បានប្រទានទៅកាន់មនុស្សដើមដំបូង Incarnate Bachin Hu Hananim Kisanen Chue E Incarnate Pi Hulim Mưa Thung He Otto Chin Thung Mu Rekha Chukuro O Sứ Man Thư Đó Ipyo Chu Sasumida អញ្ចឹងអាវស្បែកគឺនិយាយអំពីសេចក្តីសន្យាអំពីព្រះគ្រីស្ទ Khăn Chuk O Sơn Christo E Thế Hắn Christo E Thế Hắn Chak Sô Cứ Puyo Chumida អញ្ចឹងព្រះជាម្ចាស់ដែលទ្រង់យាងមកផែនដីជាព្រះគ្រីស្ទទ្រង់ត្រូវតែសុគតហើយបង្ហូរឈាមដើម្បីដោះស្រាយអំពើបាបនិងប្រទានជីវិតថ្មីឲ្យយើង Itane Christo Sin Hananim Kesa Nen Urie Chue So Uriru Kham Chone Siko Se Sem Nyongư Chu Siki Vi He Piru Huli Huli Sho Yam Hesemida ព្រះវិន័យចំពោះ17ខ11 Levi Ki Sip Chil Chang Sip Il Chang ត្បិតជីវិតនៃរូបសាច់នោះនៅក្នុងឈាមហើយអញបានឲ្យឈាមដល់ឯងរាល់គ្នាសម្រាប់នឹងថ្វាយនៅលើអាសនៈដើម្បីឲ្យបានធួននឹងជីវិតឯងត្បិតគឺជាឈាមនោះឯងដែលធួននឹងប្រលឹងបានអញ្ចឹងជីវិតនៃរូបសាច់គឺស្ថិតនៅក្នុងឈាមបាទអានពី Dục Che Sem Nyong은 Pie Isumida អញ្ចឹងឈាមដែលកំពុងដែលថាហូរតាមវិស័យឈាមរបស់យើងនៅក្នុងខ្លួនយើងហ្នឹងនោះគឺបង្ហាញថាយើងមានជីវិត Uri Mumsuk Halkwan Nư Thung He Huli Nơn Pi Nơn Urika Sara Isumu Puyo Chumida អញ្ចឹងនៅក្នុងសញ្ញាចាស់ឈាមនោះតំណាងឲ្យជីវិតហើយការដែលបង្ហូរឈាមរបស់សត្វនោះគឺដើម្បីឲ្យមានថាឲ្យធួនឲ្យសងនឹងអំពើបាប Kuyak E Sonen Pika Sen Nyongư Sang Jing He Sư Nhó Thung Mu Lê Pi Rứ Huli Nơn Có Sơn Chê Rứ Sục Hà Kỳ Vi Han Có Sinh Có Si Yasumida និខមនាមចំពុក3ខ18 Chule Kuki Sam Chang Sip Phachon ជំព្រះជាម្ចាស់បានប្រទាននៅព្រះបន្ទូលអំពីយ៉ាញ់បូជាដង្វាយឈាមទៅកាន់ម៉ូសេ Han Nim Ke So Nơn Mô Sê Ke Chê Sa Wá Pi E Chê Sa E Chê Sa E Thế He Ma Sâm Ha Sasumida អញ្ចឹងតាមរយៈការលេបឈាមនៃជាមធ្វើឲ្យពួកកូនចៅអ៊ីស្រាអែលហ្នឹងបានរួចចេញពីសេចក្តីស្លាប់កាលពីនេះនឹងជីវិតដែលរស់នៅជាទេសកលនៅទឹកដីស៊ី Đến Yang E Pi Rư Palumuro So Israel Pek Chong Ngân Chụp Cung Khóa Nhờ Mà Ngày So Con Chim Mơ Hạt Cố Ê Cộp Ê Nô Yê Sinh Và Lê So Hê Băng Theo Sầm Đợt ទី3តាមរយៈរហ័សឈាមរបស់ព្រះគ្រីស្ទតែមួយគត់ Samponje Oche Cristo E Pi Ro អញ្ចឹងព្រះជាម្ចាស់បានប្រទានក្រិតវិន័យមកកាន់មនុស្សដែលបានដាច់ចេញពីព្រះជាម្ចាស់ហ្នឹងដើម្បីឲ្យមនុស្សបានស្គាល់ថាបាបហ្នឹងគឺជាអ្វី Hananim Ke So Nơn Hananim Kwa Puliten Inkane Yul Popper Chu So So Chue Ka Moa Sunji Alke Hasasumida ហើយនោះគឺដើម្បីឲ្យមនុស្សបានដឹងថាខ្លួនកំពុងតែរស់នៅជាមនុស្សដែលមានបាបហើយ Yul Popper Inkane Ke Chasin Ni Che In Ranen Saseru Ke Tat Ke He Chu So Sumida ក្រិតវិន័យអត់អាចដោះស្រាយអំពើបាបឲ្យយើងបានទេ Yul Pop Cha Che Ka Che E Mon Che Rư Hexol Hasu Inen Kosen Anemika ប៉ុន្តែកំពុងតែប្រាប់ឲ្យមនុស្សដឹងថាខ្លួនត្រូវតែទទួលបានការដោះស្រាយបញ្ហាអំពើបាប Prante Yul Popper Inkaneke Che E Mon Che Rư Hexol Hai Kuon Ni Piro Ha
តានឹងសាសេរឺអាល់យ៉ជូមីដា ឯសាយចំពោះ53ខ5 Isaya Osip Samchang Ochalនេះដែរ ដោយសាររបួសរបស់ទ្រង់នឹងហើយយើងបានជាសះស្បើយឡើងវិញ គឺការជិលមើលឧរីយេហៅមូលតេមុនយោ យើងបានរួចចេញពីអំពើបាបហើយមានទំនាក់ទំនងរស់នៅជាប់ជាមួយព្រះជាម្ចាស់វិញ 우리는 해방 되었고 하나님과 다시 교제할 수 있습니다. អញ្ចឹងព្រះអង្គបានយកមកបង្ហូរលោហិតព្រះអង្គផ្ទាល់ 한នៅក្នុងព្រះគម្ពីររ៉ូមចំពុក5ខ19 로마서 5장 19절 ចឹងព្រះអង្គបានយកមកបង្ហូរថាឈាមរបស់ព្រះអង្គដោយផ្ទាល់ចឹងដោយសារតែអំពើបាបរបស់មនុស្សម្នាក់គឺអាដាមនឹងហើយបាបនឹងបានចូលមកកាន់មនុស្សទាំងអស់ប៉ុន្តែតាមរយៈការសគត់របស់មនុស្សម្នាក់គឺព្រះគ្រីស្ទចឹងមនុស្សទាំងអស់បានទទួលនៅជីវិត 한 사람 아담의 불순종으로 말미암아 죄가 모든 사람에게 들어왔지만 한 분 예수 그리스도의 순종으로 말미암아 많은 사람들이 의인이 되었습니다. ហេព្រើរចំពុក9ខ22 헤브르서 9장 22절 ចឹងបើព្រះគ្រីស្ទមិនបានសគត់ជំនួសយើងមិនបានបង្ហូរឈាមសម្រាប់យើងទេនោះគ្មានផ្លូវណាឲ្យយើងរួចចេញពីអំពើបាបបានឡើយ 그리스도께서 우리를 대신하여 죽으시고 우리를 위해 피를 흘리지 않으셨다면 우리가 죄에서 해방될 길은 없습니다. ចឹងតាមរយៈលោហិតនៃព្រះគ្រីស្ទទ្រង់បានយាងមកសម្រេចនៅសេចក្តីសន្យារបស់ព្រះជាម្ចាស់ដើម្បីប្រទានជីវិតថ្មីដល់យើងដែលបានស្លាប់ខាងឯព្រលឹងវិញ្ញាណ 그리스도의 피를 통해 하나님께서는 그리스도의 관한 약속을 성취하시고 죄로 인해 영적으로 죽었던 우리에게 새 생명을 주셨습니다. ចឹងនៅពេលដែលយើងទទួលយកព្រះបន្ទូលអំពីព្រះគ្រីស្ទនោះព្រះបន្ទូលសេចក្តីសន្យានៃជីវិតហ្នឹងនឹងបានសម្រេចមកកាន់យើង 우리가 그리스도의 대한 약속의 말씀을 받아들이면 그 생명의 약속이 우리에게 성취됩니다. យើងសាកភាពជាមួយគ្នា 함께 고백합시다. តាមរយៈលោហិតនៃព្រះគ្រីស្ទតែមួយគត់ អាមែន 그리스도의 피로 ចឹងព្រះគ្រីស្ទគឺជាបូជាចារដ៏ពិតរបស់ខ្ញុំ 그리스도는 나의 참된 제사장이십니다. ជាសម័យយើងរស់នៅដែលមានសេចក្តីជំនឿជឿលើការពិតថាយើងទទួលបាននៅជីវិតថ្មីពីថាដល់នៅអស់កលជានិច្ចហើយតាមរយៈព្រះគ្រីស្ទតែមួយគត់ 오직 그리스도를 통해 우리가 영혼한 새 생명을 받았다는 사실을 믿는 믿음으로 살아가기를 바랍니다. ចឹងសូមឲ្យយើងទទួលបានព្រះគុណដែលអាចមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ហើយស្គាល់អំពីអំណាចរបស់ទ្រង់តាមរយៈការអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ 기도를 통해 하나님과 교제하며 하나님의 능력을 깨닫는 은혜를 누리시기 바랍니다.
សូមឲ្យយើងបានចាប់យកព្រះបន្ទូលមកជារបស់ខ្ញុំហើយសំជឹងគិតនឹងគេថាមើលឃើញពីព្រះវិញ្ញាណបរិសុទ្ធដឹកនាំសម្រាប់ទៅតាមព្រះបន្ទូលនៅទីកន្លែងជាក់ស្ដែង 하나님 말씀은 나의 말씀으로 붙잡고 묵상하게 하시며 성령께서 인도하셔서 전장에서 그 말씀이 성취되는 것을 보게 되기를 바랍니다. អាមែនតើឥឡូវយើងអធិដ្ឋានជាមួយគ្នា 같이 기도하겠습니다. សូមអរគុណនិងថ្វាយត្រីល្អដល់ព្រះគ្រីស្ទដែលបានយាងមកផែនដីប្រទានជីវិតថ្មីឲ្យយើងអាចរស់នៅជាប់ជាមួយព្រះជាម្ចាស់វិញ 우리에게 새 생명을 주시고 다시 하나님과 함께 살아갈 수 있도록 이 땅에 오신 그리스도의 감사와 영광을 돌려드립니다. តាមរយៈលោហិតទ្រង់បានប្រោះឲ្យយើងដែលស្លាប់ដោយសារអំពើបាបបានរស់ឡើងវិញ 주님의 피로 말미암아 죄로 인해 죽었던 우리가 다시 살아나게 하셨습니다. សូមឲ្យយើងរស់នៅក្នុងជីវិតដែលបង្កើតផលផ្លែតាមរយៈជីវិតព្រះយេស៊ូវដែលនៅក្នុងយើងនិងកិច្ចការដែលព្រះវិញ្ញាណដែលបរិសុទ្ធដែលព្រះអង្គម្ចាស់កំពុងសម្រាប់ទៅ 우리 안에 거하시는 예수 그리스도의 생명과 하나님께서 성령으로 이루어 가시는 역사를 통해 열매 믿는 삶을 살아가게 하옵소서. សូមឲ្យ24ម៉ោងរបស់យើងតែងតែសារភាពនិងបញ្ជាក់អំពីហេតុផលបើមិនមែនព្រះគ្រីស្ទតែមួយគត់នោះដាច់ខាតមិនអាចទៅរួចឡើយ 우리의 24시간이 언제나 오직 그리스도가 아니면 절대로 불가능하다. 이유를 고백하 증거하는 시간이 되게 하옵소서. សូមឲ្យកម្ពុជាដែលកំពុងស្លាប់ដោយសារអំពើបាបបានរស់ឡើងដោយដំណឹងល្អនៃព្រះគ្រីស្ទតែមួយគត់ 죄로 인해 죽어가고 있는 캄보디아가 오직 그리스도의 복음으로 다시 살아나게 하옵소서. សូមអធិដ្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវដែលជាព្រះគ្រីស្ទអាមែន 그리스도의 이름으로 기도드립니다.